រកជាសួរបងប្អូនជនជាតិខ្មែរក្នុងទាំងប្រទេសបាទខ្ញុំឆ្ងល់បាទជាប្រវត្តិយើងមិនថាគ្រូបង្រៀនប៉ូលីសគ្រូពេទ្យនិងអង្គការឬក៏ដូចមានតារាចម្រៀងអីហ្នឹងបាទសុទ្ធតែជាពលរដ្ឋខ្មែរកម្ពុជាយើងទាំងអស់គ្នាប៉ុន្តែខ្ញុំឆ្ងល់រឿងមួយចុះហេតុអ្វីពេលដែលគណៈបកប្រឆាំងក៏ដូចជាបងប្អូនជាពលរដ្ឋនៅក្រៅប្រទេសគាត់ធ្វើបាតកម្មទាមទារឲ្យនាយករដ្ឋមន្ត្រីលោកហ៊ុនម៉ាណែតឲ្យប្តឹងទៅតុលាការអន្តរជាតិរឿងព្រំដែនមានករណីប្រាសាទតាម៉ុនតូចប្រាសាទតាម៉ុនធំនិងប្រាសាទតាកបីរួមទាំងកោះគុតចុះពេលនោះពួកគាត់មិនចេញសារគាំទ្រពួកយើងដែរកំពុងតែធ្វើរឿងត្រឹមត្រូវនិងធ្វើរឿងប្រយោជន៍ប្រទេសរបស់កម្ពុជាប្រយោជន៍រួមក្រៅនេះគាត់ធ្វើបាទដើម្បីជំរុញឲ្យរដ្ឋាភិបាលសពថ្ងៃហ្នឹងហើយគាត់ដឹងទៅអង្គការអន្តរជាតិឧទាហរណ៍ថាបើសិនជាប្រាសាទឬក៏ដែនដីទឹកសមុទ្រអីហ្នឹងបើសិនជានាយករដ្ឋមន្ត្រីគាត់មិនប្តឹងហើយគាត់សុំកណ្ដុំគ្នាគាត់កាត់ទៅឲ្យជនបរទេសណាមួយចង់សួរបងប្អូនថាតើបងប្អូនបណ្ដោយឲ្យគេឲ្យបណ្ដោយឲ្យគេលក់ឲ្យបាត់បង់ឬក៏បងប្អូននៅចាំតែអោបដៃឈើមើលឬក៏គេឲ្យទៅធ្លាក់ទឹកយើងទៅធ្លាក់ទឹកដែរបាទអញ្ចឹងខ្ញុំសូមសំណូមពរទៅដល់បងប្អូនជាពលរដ្ឋដូចជាគ្រូបង្រៀនគ្រូពេទ្យហើយនឹងប៉ូលីសអីហ្នឹងបាទយើងគួរតែងាកមកមើលប្រទេសជាតិយើងប្រជាពលរដ្ឋយើងបាទយើងមិនអាចបំរើបុគ្គលណាមួយបានទេដោយសារនេះមរណភាពទឹកដីយើងសូមបងប្អូនខ្ញុំដឹងថានៅក្នុងវាមានគម្រាមមែនតែពេលខ្លះព្រោះយើងត្រូវតែហ៊ានលះបង់ដែរបងប្អូនក្នុងយើងជាកូនខ្មែរមួយរូបយើងបណ្ដែតបណ្ដោយឲ្យគេលក់ឬក៏បាត់បងណាមួយដូចជាបាត់បងកោះត្រល់បាទយើងមានតែសោកស្ដាយជនជាតិខ្មែរទាំងអស់បាទលេខមកមើលប្រទេសជាតិវិញបើសិនជាដូនតាខ្មែរចំនួនដើមបើសិនជាគាត់មាននិន្នាការដោយបងប្អូនជាពលរដ្ឋខ្មែរសពថ្ងៃខ្ញុំជឿថាប្រទេសកម្ពុជាយើងมันមានប្រទេសនៅដូចសពថ្ងៃបាទហើយជាអាចមានការប្រត់ប្រាស់ដោយប្រទេសចម្ប៉ាដូចហ៊ុនត្រូវយកមរណភាពទឹកដីប្រទេសជាតិយើងជាធំបាទទោះមានដឹកនាំមួយណាក៏ដោយបើសិនជាដឹកនាំធ្វើឲ្យបាត់បង់អត្តភាពទឹកដីសមុទ្រគឺយើងនៅមិនអាចដើរតាមពួកគេបានដែរ